iPhone 11ម្ដងនេះបញ្ហារបស់វាគឺកត់លេងអញ្ចឹងវាលុតអញ្ចឹងណាហើយតបមកខ្ញុំចាប់ផ្ដើមពុះបែកម៉ាស៊ីនវា2ទៅពេលខ្ញុំបើកាត់លើទៅឃើញថាវាដំណើរការធម្មតាទេអញ្ចឹងជំងឺរបស់វាគឺបញ្ហាផ្នែកជើងសុំវាឆ្លងជើងសុំបន្ទាប់ពីខ្ញុំពុះវាហើយខ្ញុំបើកសម្អាតជើងសុំឲ្យស្អាតជូតវាស្អាតមកដើម្បីបដោះជើងទម្លាក់វាសាថ្មីហើយនេះបត់តែយើងសម្អាតហើយស្អាតអញ្ចឹងណាបន្ទាប់ពីយើងសម្អាតហើយស្អាតតែយើងចាប់ផ្ដើមចាក់ជើងថ្មីដើម្បីផ្គុំជាមួយកាត់លើពីព្រោះអីពួកប្រភេទ iPhone 11នេះគឺបត់2ជាន់វាបែងចែកជា2វាមានលើមានក្រោមហ្នឹងឥឡូវយើងចាប់ដើមបដោះជើងវាថ្មីតទៅយើងបដោះជើងហើយយើងចាប់ដើមទម្លាក់ផ្គុំវាជាមួយកាត់លើវិញនេះពេលដែលយើងធ្វើហើយស្អាតហ្នឹងហើយឥឡូវយើងចាប់ចូលតួឃើញថាវាដើរវិញធម្មតាទាំងអ៊ីនធឺណិតទាំង Wi-Fi បាទបើសិនជាមានបញ្ហាទូរស័ព្ទអាចតាក់ទងមកបានបាទអរគុណច្រើន